តោះ hello អ្នកគ្នាថ្ងៃនេះខ្ញុំនឹងមកប្រាប់ពីរបៀប download e-sign ចឹងណាចឹងគ្នាចង់ download e-sign free អីអាចមើលតាមវីដេអូនេះបាទជាដំបូងគ្នាចុចលើ link នេះមួយមកអូខេហើយគ្នាយើងចុចអាពាក្យ QQ នេះហើយចុចអានឹងមួយទៀតមកចឹងគ្នាចុច down អូខេតោះនេះគ្នាយើងចេញមកក្រៅមកវានឹងឃើញហើយចឹងគ្នាយើងសុំចាំតិចឥឡូវបានហើយចាំគ្នាចុចចូលលើនោះបានគ្នាចូលមក setting នេះ setting នឹងឯងបន្តវីដេអូកន្លែងនេះហើយគ្នាយើងអមមកក្រោមមកឃើញទេអ្នកនេះចឹងគ្នាយើងចុចលើនេះមកនេះហើយគ្នាយើងត្រូវចុច restart គ្នាយើងចឹងពេលយើងចុច restart ទៅវាលោតទូរស័ព្ទហើយអូខេឥឡូវខ្ញុំសុំចុចទីសិនអូខេបន្ទាប់ពីគ្នាយើងចុចហើយវានឹងចាញ់ចាស់ហើយអ្នកគ្នាចឹងគ្នាយើងចេញមកក្រៅមកយើងសាកចូល e-sign យើងអូខេឥឡូវយើងអាចចូលបានហើយគ្នាចុចតាមខ្ញុំចឹងមកនេះគ្នាយើងកុំសារវីដេអូអីមើលមួយតែបានហើយចេះនេះចឹងបន្ទាប់ពីបានហើយយើងមក save certificate វាចូលយើង down certificate វាមកពេញមកអូខេដល់ពី down ពេញហើយចុចលើហ្នឹងមកនេះហើយគ្នាយើងមកមើលខាងក្រោមចឹងឧទាហរណ៍គ្នាយើងឃើញ e-sign នេះ e-sign គឺហ្នឹងហើយគ្នាយើងចុចមកបើថាឃើញទេចុច file តាមខ្ញុំមកចឹងវានឹងឃើញនេះមួយទៀតគ្នាយើងចុចលើ e-sign មកតោះហើយយើងចុច save អ្នកគ្នាហើយចុច save ហើយយើងចូល e-sign យើងវិញហើយយើងមកមើលកន្លែងចុច3នេះយើងចុចលើនឹងមួយហើយចុចអាទី2នេះចឹងយើងនឹងឃើញ file ហើយចុចលើ file ហ្នឹងមកវាលូតចូលពីចេះខ្ញុំឲ្យលុបចោលមួយបានតើវាលុបហើយយើងចុចលើ file ហ្នឹងមួយហើយចេះលើមកនេះចឹងខ្ញុំលុបទៀតមកទៅចឹងយើងចុចលើហ្នឹងមកហើយយើងចេះលើចឹងយើងចេះលើដូចគ្នាទៀតអូខេហើយអាទី2យើងចុចលើហ្នឹងមួយមកហើយចុចលើដូចគ្នាចឹងកន្លែងនេះវាទាមទារ password ចឹងយើងទៅយក password ក្នុង channel ខ្ញុំមកនេះគឺជា password គឺយើងអាច copy មកតើយើង copy ហើយយើងយកមកផាសចូលកន្លែងហើយយើងចុច OK អូខេចឹងបន្ទាប់ពីយើងចុចហើយយើងថយយើងមកមើលកន្លែង setting តើវាប្រើបានអត់អូខេតែចេះគឺយើងប្រើបានហើយអ្នកគ្នាតើឥឡូវខ្ញុំមកប្រាប់ពីរបៀប down file ឧទាហរណ៍ដូចជាគ្នាយើងចង់ hack game អីមួយចឹងតែឥឡូវខ្ញុំចង់ hack Booyah ចឹងយើងចុចលើហ្នឹងមកចឹងចុចអាក្រោមចឹងដូចមុនចឹងតោះហើយយើងឃើញ e-sign យើងចុចលើហ្នឹងមួយមកវានឹងឃើញ load ចូលនេះហើយគ្នាចុចលើហ្នឹងមួយមកហើយចុចអាទី2ចឹងយើងចាំបន្តិចទៅខ្ញុំព្យាយាមបញ្ចូលមួយខ្ញុំអត់សូវហ៊ានលឿនទេខ្លាចគ្នាយើងអត់យកតោះពីយើងចុចចឹងហើយយើងចូល Live App ចឹងយើងនឹងឃើញហើយយើងចុចលើនឹងអត់ដែរមកហើយចុចលើអូខេចឹងកន្លែងនេះខ្ញុំឧទាហរណ៍ចេះដូចគ្នាយើងមាន Booyah ស៊ីនមួយចឹងទៅហើយយើងកុំឲ្យ down ជន់គ្នាអីយើងនេះមកមើលកន្លែងនេះវិញហើយគ្នាយើងកន្លែងហ្នឹងចង់ដាក់ទៅចង់សេទៅអញ្ចឹងខ្ញុំដាក់ថា hack មកទៅគ្នាតទៅពីចុចសេហើយយើងចុចក្រហមនេះមកនេះអញ្ចឹងដល់កន្លែងនេះយើងចាំវាមក flat យើងចាំវាពេញហ្នឹងណាអូខេឥឡូវពេញហើយគ្នាចុច down ហើយចុច down មួយទៀតតទៅពីពេញហើយគ្នាយើង scroll ចេញមកក្រៅមកវាបន្តិចទៀតវា load មកឲ្យគ្នាអូខេឥឡូវវា load មកហើយយើងចាំវាពេញអូខេបន្តពីពេញហើយគ្នាអាចចុចចូលអូខេចឹងគ្នាចូលបានទេគ្នាអាចទៅយក key នៅក្នុង channel ខ្ញុំចឹងគ្នាចុច
copy វាមកនេះតើវាយើង copy នេះយើង copy ក៏ថាសមកជួរហ្នឹងមកអ្នកនេះអូខេហើយយើង copy ហើយយើងចូលក្នុងកែមយើងមកនេះចុះក្រោមនេះយើងចុះក្រោមចឹងប៉ុណ្ណឹងវាពងនេះឲ្យយើងណាគ្នាចាំតិចទៅអូខេឥឡូវគឺបានហើយណាគ្នាចឹងស្រាប់គ្នាយើងត្រូវការ hack Free Fire hack អីគឺមានទាំងអស់គ្នាឡើយលូតមានអុយ hack លូតអីមកឡើយខ្ញុំចុចមានអុយ hack គ្នាយើងមើលចឹងវីដេអូខ្ញុំក៏មានប៉ុណ្្នឹងដែរអរគុណ